ថ្ងៃនេះខ្ញុំមកខ្លាំងមែនតើបងប្អូនដោយសារតែជនជាតិថៃមួយចំនួនមក comment លើ TikTok channel របស់ខ្ញុំថារឿងកំហឹងធ្មប់នេះគឺ copy ពីខាងថៃបាទហើយខ្ញុំអត់ដឹងថាខ្ញុំ copy ពីខាងថៃនៅរឿងអ្វីទេបាទហើយអស់លោកអ្នកនឹងចង់យកធ្មប់នឹងជាកម្មសិទ្ធិដាច់មុខរបស់ថៃឬយ៉ាងណាបាទហើយកម្មវិធីខ្ញុំបង្កើតដោយបបកកញ្ញាហ្នឹងក៏គាត់មកតាមខំខ្ញុំដែរខ្ញុំអត់យល់ពីពួកគាត់តែម្ដងពួកជនជ្រុលនិយមនេះបាទហើយយើងជាប្រទេសដែលបាក់ចិត្តទលាយណាស់សម្រាប់អ្នកសូម្បីតែរឿងអ្នកចូលដូចរឿងប្រពេសន្តិវាដូចរឿងភីម៉ាអីហ្នឹងគឺសិតតែបំបែកកំណត់ត្រានៅប្រទេសកម្ពុជាអញ្ចឹងត្រូវឲ្យខ្ញុំចង់ប្រកបប្រជែងជាមួយកំនៅផ្ទះលេខ2នឹងតែម្ដងចង់ឈ្នះគាត់នៅទឹកដីកម្ពុជាខ្ញុំមិនទៅឈ្នះគាត់នៅទឹកដីថៃនេះដោយសារតែគាត់បានចាក់ទៅបានលុយច្រើនណាស់នៅទឹកដីកម្ពុជាអញ្ចឹងបាទខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាបន្តគ្រប់គ្រងឬកំហឹងធ្មប់បាទព្រោះយើងធ្លាក់សន្ទុះបន្តិចទេបាទធ្លាក់បន្តិចហើយអញ្ចឹងបន្តគ្រប់គ្រងកំហឹងធ្មប់ដើម្បីឲ្យគ្រឿងកំហឹងធ្មប់បំបែកកំណត់ត្រាមួយនៅក្នុងប្រទេសកម្ពុជាផងដែរបាទអញ្ចឹងបងប្អូនកុំភ្លេចរឿងនេះគឺធានាតែល្អមើលតែម្ដងហើយបើមិនល្អមើលខ្ញុំនឹងសងលុយបងប្អូនវិញហើយក៏យើងមានរង្វាន់ជូនបងប្អូនដែរបាទថ្ងៃស្អែកអាទិត្យនៅមានស្លឹកឆ្នោតដែលអាចមានឱកាសឈ្នះខ្សែកពេជ្រតម្លៃ$10,000ហើយមានទូរស័ព្ទនិងរង្វាន់អនុស្សាវរីយ៍មួយចំនួនផងដែរបាទហើយបងប្អូនទាំងអស់គ្នាយើងត្រូវតែគ្រប់គ្រងផលិតផលជាតិខ្មែរស្រឡាញ់ខ្មែរហើយខ្ញុំសង្ឃឹមថាបងប្អូននឹងនាំបងប្អូនមិត្តភ័ក្តិទៅមើលរឿងកំហឹងធ្មប់ហើយបងប្អូនបានទស្សនាហើយល្អមើលជួយណែនាំជួយ share ជួយប្រាប់នៅមិត្តភ័ក្តិនិងបងប្អូនឲ្យទៅបន្តការទស្សនាព្រោះថ្ងៃស្អែកថ្ងៃអាទិត្យថ្ងៃសម្រាប់ទេបងប្អូនសង្ឃឹមថាឃើញបងប្អូននៅខាងក្រៅផងដែរព្រោះខ្ញុំនឹងដើរទៅតាមរោងកុននីមួយៗមួយចំនួនផងដែរបាទ